ជំរាបសួរពុកម៉ែបងប្អូនថ្ងៃចុងសប្តាហ៍ថ្ងៃបើកឆាកព្រលឹមឡើងមកតកែឲ្យមកដកបន្លែចោលមូលហេតុការដកបន្លែហ្នឹងគឺបន្លែហ្នឹងក៏វាសបោច្រើនហើយណាមួយបន្លែហ្នឹងក៏សបោចៃដែរវាចាស់ហើយបន្លែហ្នឹងអាយុច្រើនណាស់ដែរហើយរងហ្នឹងឡើងកកអញ្ចឹងឲ្យបងប្អូនហើយមើលសត្វតកកមកចំហៀងហ្នឹងតាំងពីដើមរងដល់ចុងរងកកទាំងអស់ហើយតកែខ្ញុំចម្លែកបើកទឹកតែមកចំហៀងហ្នឹងទេហើយមកចំហៀងទៀតអត់បើកទឹកទេហើយមកចំហៀងទៀតកកខ្លាំងជាងខាងខ្ញុំបោចហ្នឹងបើកទឹកមកចំហៀងរងអញ្ចឹងមិនមែនតែរងហ្នឹងមួយឯងរងផ្សេងទៀតក៏គាត់ស្រោចទឹកអញ្ចឹងដែរដោយសារតែរងហ្នឹងបន្លែចាស់អាយុច្រើនហើយអញ្ចឹងគាត់អត់សូវត្រូវការអញ្ចឹងគាត់មិនសូវមើលថែទេតកែមើលថែតែបន្លែថ្មីដល់ពេលបន្លែចាស់ឡើងសូវមើលថែទុកគ្នាចោលក៏វាមិនសូវល្អដែរណាមួយទឹកម្ដងកន្លងចាប់ផ្ដើមខ្វះខាតហើយដោយសារតែគាត់បើកទឹកស្រោចដបូលលើនឹងវា3 4ខែដែរហើយអញ្ចឹងទឹកម្ដងក៏វាចេញរៀងស្ទើរដែរឥឡូវនឹងអញ្ចឹងហើយគាត់បង្ការកុំឲ្យបន្លែគាត់ខូចអស់គាត់រងណាបន្លែដែលបេះយូរហើយប្រមូលផលបានច្រើនដងហើយគាត់ចាប់ផ្ដើមទុកចោលដែរហើយណាមួយឥឡូវចិត្តដល់ពេលដាំផងហើយមកឲ្យបកចោលមិនបងប្អូនឲ្យមើលតែរងបន្លែដែលខ្ញុំកំពុងតែចិត្តដកនេះហ្នឹងបន្លែដែលខ្ញុំដកហ្នឹងសតតែចៃតែម្ដងគេហៅថាបើខ្មែរយើងគេហៅថាអីងោមអីប៉ុន្តែអាហ្នឹងមិនមែនងោមទេអាហ្នឹងសេរីងោមដែរគាត់ថាវាអត់មានរោមពុំមានសទេគឺវាពណ៌ហ្នឹងតែម្ដងហើយបន្លែដកចោលហ្នឹងគុំល្អតែតោះត្រង់ថាវាកើតចៃហើយសបោទៀតអញ្ចឹងហើយមានតែដកចោលតែម្ដងទៅណាមួយតែកែគាត់ក៏ចិត្តដកចោលទាំងអស់ដែរហើយដកហ្នឹងដកតាមមកកណាត់រងខាងក្រោយមកកណាត់រងខាងមុខអត់ដកទេគាត់ទុកបេះម្ដងទៀតអញ្ចឹងណាដោយសារតែបន្លែហ្នឹងក៏វាសបោដែរហើយណាមួយកកអញ្ចឹងតែកកក្តាំងអញ្ចឹងតែម្ដងហើយថ្ងៃហ្នឹងដក15អង្សាក្រោម0ណាបងប្អូនហើយតែជាខ្លាំងមែនតែនៅក្នុងរោងអញ្ចឹងអត់សូវល្ងាទេព្រោះថាថ្ងៃបើខ្លាំងទៅវាកក់ក្ដៅនៅក្នុងរោងប៉ុន្តែយើងដើរចេញខាងក្រៅទៅនិយាយថាតែជាខ្លាំងណាបងប្អូនហើយលេសំណើមិនបានគ្រប់គ្រាន់អីហ្នឹងគឺព្រឹត្តដៃព្រឹត្តជើងព្រឹត្តទាំងខ្លួនទៀតនៅក្នុងប្រទេសកូរ៉េបើថាខេត្តតិចយេអត់លៀបលេបងប្អូនកើតលមាស់ហ្មងបើមិនអាចកើតលមាស់មិនក៏ស្បែកយើងស្ងួតតិចមែនតែតិចបែបស្ងួតបងប្អូននៅក្នុងប្រទេសកូរ៉េនេះហើយអត់ងាយផ្ដាសាយទេខែតិចតែផ្ដាសាយចិត្តចេញតិចនឹងមុនចូលតិចកែឲ្យដកបន្លែរងនឹងកន្លះរងដកតែមួយប្រាវហើយបាត់បន្តដំណើរយើងមកបេះបន្លែវិញម្ដងបេះបន្លែជីការីបន្លែល្វីងនេះបេះយកទៅឲ្យម៉ួយខាងក្រៅទេមិនមែនបេះឲ្យម៉ួយជាប្រចាំមកតកែខ្ញុំឯងគាត់បេះយកឲ្យម៉ួយខាងក្រៅអញ្ចឹងពេលយើងបេះបានអញ្ចឹងយើងមិនបាច់ចាំយកបន្លែយើងទៅទុកក្នុងឃ្លាំងទុកក្នុងរងគេនឹងដឹកចេញនៅក្នុងថ្ងៃស្អែកទៅឲ្យម៉ួយផ្សេងម៉ួយថ្មីមិនថាថ្មីទេព្រោះម៉ួយហ្នឹងគាត់លក់ឲ្យតាំងឆ្នាំទៅដែរគាត់ថាមិនលក់ឲ្យជាប្រចាំតតែបន្លែហ្នឹងដោយថាបន្លែគេតកែខ្ញុំចាល់ខ្លាំងទៅបានគាត់បញ្ចេញឲ្យគេខាងក្រៅបើមិនចឹងទេគាត់ឲ្យតកែកិច្ចសន្យាម៉ួយរស់ស៊ីជាមួយគ្នាឲ្យបងប្អូនព្រោះតកែខ្ញុំគាត់មានម៉ួយរស់ស៊ីជាមួយគ្នាចុះកិច្ចសន្យាមួយគ្នាអញ្ចឹងយើងលួចលក់ខាងក្រៅអីតើតែយើងលួចលក់អត់បានលក់បើកចំហទេតកែគេដែលគេលក់បើកចំហគេនៅផ្សារខ្លួនឯងអញ្ចឹងគេមិនលាក់លៀមទេតែតកែខ្ញុំពេលខ្លះលាក់លៀមពេលបន្លែឡើងថ្លៃប៉ុន្តែពេលបន្លែចុះថោកអញ្ចឹងយើងលក់ខាងក្រៅក៏មួយធំរបស់គាត់អត់ថាអីដែរព្រោះគាត់អត់អាចជួយយកបន្លែតកែខ្ញុំបានទាំងអស់អញ្ចឹងឲ្យតកែខ្ញុំលក់ខាងក្រៅខ្លះទៅឲ្យគាត់មានប្រាក់ខែឲ្យបើកឲ្យកូនចៅដែរបើមិនឲ្យលក់ខាងក្រៅមិនបើម៉ួយយកមិនទៅទៀងទាត់ដែរអញ្ចឹងបើទៀងទាត់ស្លាត់ក្រហមស្លាត់ខៀវនឹងគាត់យកទៀងទាត់ហើយ2ថ្ងៃយកម្ដងហើយចេញទាំងច្រើនដែរបន្តាបន្លែ2គីឡូចេញមិនសូវបានច្រើនទេអញ្ចឹងហើយតកែខ្ញុំគាត់លក់ឲ្យម៉ួយខាងក្រៅក៏ល្អដែរហេង